Bài sau đó này chẳng dừng cho tới mấy điểm tí 8 để tôi muốn nâng cả export ở trong cảm thấy Photoshop. Nếu ông này bài chỉ che bị việc export chọn ấy. Còn té nhóm nâng bật chế bật thém để có bật vô bật thém bị việc nâng cả export ở trong cảm thấy Photoshop. Chẳng nếu ông này cho tôi cả download file hay tôi cả bao viết trên bộ nâng cảm thấy Photoshop. Ok. Ok, chẳng nhóm miền file muối để miền artboard trơn mình tên chẳng artboard tập off miền tụm muối hay nhóm thua ca collect vía từ hay layer về chỗ trong artboard nhưng cho chị kế control được có command nhưng cho trong cái lệnh button collect. Ok, chẳng thì sao team muối trong cả export nhưng export nó thôi lớn nhóm trong ban export artboard tập off nó tới chỉ file PDF rồi 1 file nhưng cho lựa file nhưng vô biệt thà export nhưng vô biệt thà artboard to PDF ต้องอะไรនេះគឺវានឹងធ្វើការ export file ទាំងអស់ហ្នឹងទៅជា PDF artboard មួយទៅជា file PDF អញ្ចឹងយើងចុចលើពី export ហើយ browse យើងអាចរើសទីតាំងអញ្ចឹងខ្ញុំអាចរើសទីតាំងកន្លែងណាដែលយើងចង់ដាក់ಅಥವಾខ្ញុំចង់ខ្ញុំដាក់នៅ desktop ខ្ញុំដាក់នៅក្នុង document ខ្ញុំ open នៅកន្លែងនេះអ្នកនរគ្នាអាចធ្វើការកែឈ្មោះយើងអាចដាក់ឈ្មោះ file របស់យើងឈ្មោះអីគេហើយយើង tick ត្រង់កន្លែង include overall area ហ្នឹងមានន័យថាវានឹងexport ទាំងអស់នៅក្នុង artboard របស់យើងហ្នឹងហើយបើសិនជាអ្នកនរគ្នាចុចលើពាក្យថាកន្លែងនេះយើងដក tick artboard content only ឬក៏ export artboard selected អញ្ចឹងយើងធ្វើការដកវាចេញបើសិនជាវា tick កន្លែងហ្នឹងអូខេហើយយើង include background and export ហ្នឹងយើងចុច tick លើវាហើយកន្លែង option ហ្នឹងមាន2ទី1 multi page document គឺមានន័យថាយើង export មួយ file ដែលមាន artboard ច្រើននៅក្នុងនឹងចេញតែមួយ file បើសិនជាអ្នកនរគ្នាយកពាក្យថា document per artboard មានន័យថាអ្នកនរគ្នា convert ឬក៏ export artboard មួយនឹងជាទៅ PDF ដោយមួយ artboard មួយ PDF មួយ artboard មួយ PDF របស់យើងអញ្ចឹងកន្លែងនេះខ្ញុំយកពាក្យថា multi page អញ្ចឹងមានន័យថាវា export artboard ទាំងអស់ហ្នឹងទៅជាមួយ page ឲ្យខ្ញុំអូខេហើយយើងធ្វើការរើសវាជា file zip ឬក៏ JPG អញ្ចឹងខ្ញុំយក JPG ខ្ញុំយកកម្រិត quality វា8ហើយខ្ញុំចុចលើពាក្យថា run អញ្ចឹងកន្លែងនេះវានឹងធ្វើការ export ឲ្យយើងអញ្ចឹងការដែលវា run នេះពេលច្រើនវាអាចទាញពេលវេលាបន្តិចវា take time ពេលវេលាបន្តិចហើយទី2វាអាចថាវាទាញ speed កុំព្យូទ័រយើងដែរព្រោះវាធ្វើការប្រើប្រាស់ទៅលើ action អញ្ចឹងបើសិនជាកុំព្យូទ័ររបស់អ្នកនរគ្នាយឺតសូមរងចាំវាបន្តិចសិនទៅដើម្បីវាធ្វើការ export artboard ទាំងអស់ហ្នឹងឲ្យយើងគេបន្ទាប់ពីយើង export បានហើយយើងអាចចូលទៅមើល file របស់យើងនេះអ្នកនរគ្នាអញ្ចឹងយើងឃើញហើយឈ្មោះ social media យើងពេលដែលយើងបើក file ហ្នឹងទៅគឺយើងឃើញហើយ file របស់យើងគឺមានទាំងអស់ artboard ហ្នឹងដែលយើងបានដាក់ហ្នឹងជា file PDF អូខេចំណុចទី2អ្នកនរគ្នាអាចធ្វើការ export artboard ហ្នឹងទៅជា JPG ឬក៏ជារូបភាពអញ្ចឹងយើងចូលទៅក្នុង file យើងយកពាក្យថា export ភាគច្រើនខ្ញុំយក export as អ្នកនរគ្នាព្រោះការ export as យើងអាចកំណត់បានច្រើន function មែនទេអញ្ចឹងយើងយក export as អញ្ចឹងកន្លែងនេះអ្នកនរគ្នាអាចធ្វើការ select ទាំងអស់អញ្ចឹងយើងចុចលើ artboard ណាមួយយើងចុចលើ artboard ទី1យើងអាចកែប្រែទៅលើគេកម្រិតច្បាស់របស់វាគុណភាពរបស់វាយើងអាចដាក់វាទាបយើងអាចដាក់វាខ្ពស់យើងអាចមើលកន្លែង quality នេះពី low to high ហើយយើងអាចកំណត់ទំហំទៅរូបភាពហើយកន្លែងខ្ញុំចង់ឲ្យអ្នកនរគ្នា mention អ្នកនរគ្នាមួយដែរកន្លែង image size wide and high របស់វាហ្នឹងគឺមានន័យថាបើសិនជាខនាតរបស់វាគឺជា pixel បើសិនជាຂະຫນາດ wide and high របស់វាប៉ុណ្ណានៅក្នុងការ export នេះពេលដែលយើងទាញវាឧទាហរណ៍ថាយើងចង់បានរូបភាពនឹងដាក់ចូលក្នុង website ដែលគេមានទំហំត្រឹមត្រូវអញ្ចឹងអ្នកនរគ្នាអាចប្រើប្រាស់ទៅលើអាហ្នឹងមិនន័យថាបើទំហំនៅក្នុង export នេះប៉ុណ្ណាពេលដែលយើងទាញចូល website ទំហំវាក៏ប៉ុណ្ណឹងដែរអញ្ចឹងណាអញ្ចឹងយើងអាចធ្វើការ scale យើងអាច scale ទំហំនឹងឲ្យកាន់តែច្បាស់បានយើងអាចរើសវាទៅជា150% 200% ឬក៏300% បានអញ្ចឹងយើងអាចធ្វើការ scale ហើយអ្នកនរគ្នាអាចមើលទំហំកន្លែងនេះគឺទំហំរបស់រូបភាពនីមួយៗនឹងទៅទំហំវាប៉ុណ្ណាណាហើយទី2ត្រង់កន្លែងនេះយើងអាចធ្វើការexport វាយើងអាចធ្វើការ export វាដោយយើងរើសប្រភេទឧទាហរណ៍ថាកន្លែងនេះខ្ញុំ select លើវាឧទាហរណ៍ខ្ញុំ select all អូខេខ្ញុំ select ទាំងអស់យើងអាច preview មើលទាំងអស់ណាថាពេលដែលយើង select ទៅយើង export ទៅបែបម៉េចឧទាហរណ៍ខ្ញុំលុបចោលទេអញ្ចឹងខ្ញុំចង់បានរូបភាពមួយគឺຂະຫນាតរបស់វាធម្មតាអញ្ចឹងខ្ញុំចង់បានរូបភាពមួយទៀតដែលខ្ញុំចង់ឲ្យវា
ធំជាងនឹងឧទាហរណ៍ខ្ញុំដាក់ខ្លួននឹង3អញ្ចឹងមិនន័យថាមិនន័យថារូបភាពរបស់ខ្ញុំពេលខ្ញុំ export ទៅមាន2 folder ឬក៏មាន2 file ទី1ទំហំធម្មតា file ទី2គឺទំហំធំខ្លួននឹង3អញ្ចឹងឧទាហរណ៍ខ្ញុំបានប៉ុណ្ណឹងខ្ញុំធ្វើការ select ហើយខ្ញុំ select ទាំងអស់ហ្នឹងហើយខ្ញុំធ្វើការ export ខ្ញុំយកវាជា JPG ហើយខ្ញុំយកខ្ញុំ export ទៅទីតាំងដែលអ្នកនរគ្នាចង់ដាក់អូខេហើយអ្នកនរគ្នាបង្កើត folder មួយដើម្បីដាក់ទៅលើរូបភាពទាំងអស់ហ្នឹងអញ្ចឹងខ្ញុំដាក់ថា JPG ហើយខ្ញុំចុចពាក្យថា create ហើយខ្ញុំចុចពាក្យថា open អញ្ចឹងវានឹងធ្វើការ export រូបភាពហ្នឹងចូលទៅក្នុង folder មិនដែលខ្ញុំ convert ហ្នឹងដែលខ្ញុំដាក់ហ្នឹងគឺ JPG អញ្ចឹងខ្ញុំចូលទៅក្នុង folder ខ្ញុំចូល JPG folder នេះអូខេឃើញទេអញ្ចឹងវាមានក្នុងរូបភាពមួយវា export ទៅចេញពីររូបអ្នកនេះអាចមើលបាននៅកន្លែងនេះយើងឃើញអត់នេះអញ្ចឹងនៅក្នុងនេះវាមានរូបភាព artboard មួយរូបភាពមួយទៀត artboard មួយ add 3x អញ្ចឹងមានន័យថាអារូបភាពនេះគឺធំជាងរូបភាពមួយទៀតអញ្ចឹងយើងអាចមើលទំហំរបស់វាគឺទំហំរបស់វាខុសគ្នាណារូបភាពនេះទំហំវាតូចជាងរូបភាពនេះណាអញ្ចឹងយើងអាចធ្វើការ export បានច្រើន size មែនទែនណាអញ្ចឹងនៅក្នុងការ export ទី2គឺយើងមានប៉ុណ្ណឹងហើយយើងចូលទៅរបៀបនៃការ export មួយទៀតឧទាហរណ៍ថាឥឡូវយើងមាន artboard ច្រើនអញ្ចឹងខ្ញុំចង់ export តែ artboard ទំហំ Instagram post A ទេអញ្ចឹងអ្នកនរគ្នាគ្រាន់តែមកស្ដាំលើ artboard របស់យើងហ្នឹងយើងឲ្យស្ដាំលើ artboard ទាំងអស់ហ្នឹងខ្ញុំយកពាក្យថា export as ឃើញទេអញ្ចឹងពេលដែលយើងយក export as trongកន្លែងហ្នឹងគឺវានឹង export តែ file artboard មួយនឹងឲ្យយើងទេណាឧទាហរណ៍ឥឡូវកន្លែងហ្នឹងខ្ញុំយកតែមួយទេកន្លែងនេះខ្ញុំយក size តែមួយទេអូខេហើយខ្ញុំចុចទៅពាក្យថា export អូខេចឹងអាចរើសទីតាំងបានដូចគ្នាដែរខ្ញុំដាក់ទីតាំងហ្នឹងហើយខ្ញុំ save អញ្ចឹងមានន័យថាវានឹង export តែមួយ file artboard ហ្នឹងទៅទេអូខេឬក៏យើងអាចប្រើ shortcut តែដោយសារកម្មវិធី Photoshop របស់ខ្ញុំវារៀងបញ្ហាបន្តិចអញ្ចឹងយើងអាចសាកមើលយើងចុចវិធីសាស្ត្រមួយទៀតយើងអាចបើកស្ដាំយើងយកពាក្យថា export as PNG គេដោយសារ Photoshop នេះវាមានបញ្ហាអញ្ចឹងពេលដែលយើង export as PNG បានទេនៅនេះអាច export បានទៅតាមPhotoshop ឬក៏ទៅតាម version របស់អ្នកនរគ្នាហ្នឹងណាអូខេអញ្ចឹងនៅក្នុងការ export ខ្ញុំមានប៉ុណ្ណឹងហើយបើសិនជាអ្នកនរគ្នាមានចម្ងល់ទៅនឹងការ export ផ្សេងៗអាចឆាតនៅក្នុង channel ក្រុមរបស់យើងបន្ថែមទៀតបានអរគុណ